យើងជួបគ្នាដើម្បីនិយាយអំពីមេរៀនចាស់ព្រោះមេរៀនចាស់ហ្នឹងខ្ញុំបានផ្ញើជូនបងជាលក្ខណៈវីដេអូឯងព្រោះខ្ញុំដឹងថានិយាយទៅពេលវេលារបស់យើងវារៀង conflict ជាមួយគ្នាបន្តិចអញ្ចឹងយើងតតែព្យាយាមតតែប្រើវិធីសាស្ត្រផ្សេងៗនៅក្នុងការបរៀនទើបអាចបញ្ចប់មេរៀននឹងបានហើយចង់បញ្ជាក់បងបន្ថែមទៀតដែរថាមុខវិជ្ជាហ្នឹងគឺមិនមែនមានតែខ្ញុំទេគឺមានលោកគ្រូដឹមកណានមកតង់ទៀតអញ្ចឹងចប់ពីខ្ញុំហើយមានតែលោកគ្រូដឹមកណានគាត់ arrange ជាមួយនឹងបងថែមមកតង់ទៀតបែបម៉េចអញ្ចឹងព្រោះ schedule គាត់ ប្រហែលជាពិបាកដោយសារតែគាត់អត់នៅខ្មែរទេឥឡូវនេះហ៎ចាអូខេអញ្ចឹងកាលពីយើងជួបគ្នាតាមរយៈវីដេអូហ្នឹងហើយយើងផ្សាយវីដេអូជូនបងហ្នឹងគឺនិយាយគ្នាតកតងចាចាំតិច អូខេតាអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំមានបង្ហាញបងតាក់ទងជាមួយនឹងសេចក្តីផ្ដាំនៅក្នុងការយកសំណាក់ព្រោះមេរៀនយើងដំបូងគេតាក់ទងជាមួយនឹង clinical pathology ហ្នឹងគឺនិយាយអំពីការប្រមូលសំណាក់ហើយនិងការដឹកជញ្ជូនសំណាក់ទៅក្នុងមន្ទីរពិសោធន៍ហ្មងតែប៉ុន្តែយើងគិតថាមេរៀនមួយហ្នឹងវាយ៉ាងអត់សូវសំខាន់ទេព្រោះអ្នកណាគេក៏ចេះអ្នកណាគេក៏ដឹងអ្នកណាគេក៏អាចធ្វើទៅបានដែរប៉ុន្តែនៅក្នុងការយកសំណាក់មួយហ្នឹងវាចូលរួមធំមែនទែននៅក្នុងការផ្ដល់លទ្ធផល សំណាក់បើយើងបានត្រឹមត្រូវណាព្រោះនៅក្នុងករណីយើងប្រមូលសំណាក់បានត្រឹមត្រូវប៉ុន្តែការដឹកជញ្ជូនរបស់យើងអត់បានត្រឹមត្រូវក៏ធ្វើឲ្យលទ្ធផលនៃសំណាក់របស់យើងនឹងចេញមកខុសដែរអញ្ចឹងបានជាយើងរៀបចំមានការបញ្ចូលមេរៀនទៅដល់ជាមួយនឹងការយកសំណាក់ចូលទៅក្នុងមុខវិជ្ជា Clinical Pathology នេះសម្រាប់ទាំងអស់គ្នាហើយអឺយកខ្ញុំនៅក្នុងវីដេអូក៏បាននិយាយអំពីអឺការគិតចំនួន7ដែលត្រូវគិតដល់នៅពេលដែលយើង ប្រមូលសំណាក់ចាការគិតទាំង7ហ្នឹងមានគោលបំណងនៅក្នុងការយកសំណាក់យើងសំណាក់មកធ្វើអីយើងគិតពី animal welfare យើងគិតពីrestaurant យើងគិតអំពីការចាប់សត្វការចងសត្វនៅក្នុងការយកសំណាក់ចាហើយយើងមានតកតងជាមួយនឹងអឺ zoonotic disease awareness តកតងមួយនឹងជំងឺឆ្លងមួយចំនួនដែលយើងត្រូវសិក្សាឬក៏គិតឲ្យបានដល់តកតងមួយនឹង aseptic technique environmental safety ហើយនឹងចុងក្រោយគេគឺ safe disposal មានន័យថាអឺការយកសំណាក់យកមកពិភាក្សារួចហើយតែយើងគួរតែខ្ចប់រៀបចំសំណាក់របស់យើងហ្នឹងទុកបោះចោលឬក៏បំផ្លាញចោលបែបម៉េចដើម្បីឲ្យមានសុវត្ថិភាពទាំងអស់គ្នាអូខេអញ្ចឹងខ្ញុំមិនលម្អិតទៅក្នុងនឹងទេព្រោះមាននៅក្នុងវីដេអូខ្លះហើយតកតងជាមួយនឹងការយកសំណាក់ចេញពីសត្វរស់ដំបូងគេគឺខ្ញុំមានបង្ហាញទាំងអស់គ្នាតកតងជាមួយនឹងការយកសំណាក់ឈាមអញ្ចឹងសំណាក់ឈាមនេះមានពីរប្រភេទផ្សេងគ្នាគឺប្រភេទឈាមដែលជាសេរ៉ូមនិងជាប្រភេទឈាមplasma នៅក្នុងការរក្សាទុករបស់យើងណាអញ្ចឹង plasma ដឹងស្រាប់ហើយគឺយើងត្រូវយកឈាមមកដាក់ចូលទៅក្នុងទីប e-data ឬក៏ទីប heparin ឬក៏ទីបដែលមានសមាសធាតុប្រឆាំងជាមួយនឹងការកកឈាមព្រោះធ្វើម៉េចដើម្បីឲ្យឈាមនឹងកុំកក អត់កកហើយយើងយកទៅសង់ទីហ្វុយទៅយើងអឺបូមយកតែ plasma ដែលនៅខាងលើយកមករក្សាទុកបានហើយសម្រាប់សេរ៉ូមវិញគឺវាខុសគ្នាការរក្សាទុកគឺយើងទុកនៅក្នុងទីបធម្មតាទីបដែលมันមានសមាសធាតុប្រឆាំងជាមួយនឹងការកកឈាមទីបធម្មតាហ្មងទុកឲ្យវាកកសិនហើយបានយើងទៅសង់ទីហ្វុយឬក៏បូមយកអាសេរ៉ូមនៅខាងលើអាពីរហ្នឹងអត់ដូចគ្នាទេសេរ៉ូមហើយនិង plasma អឺតកតងជាមួយនឹងការខុសគ្នាហ្នឹងគឺសេរ៉ូមហើយនិង plasma សេរ៉ូមគឺអាចរក្សាទុកក្នុងទូកកបានរយៈពេលតិចជាង plasma ទុកបានយូរជាងណាហើយបើយើងនិយាយពីប្រភេទ protein រវាងអឺសេរ៉ូមហើយនិង plasma ក៏អត់ដូចគ្នាដែរព្រោះនៅក្នុង plasma ប្រូតេអ៊ីនដែលគេរកឃើញអាចមានខុសពីសេរ៉ូមហ្នឹងគឺអឺគេហៅថា fibrinogen ប្រូតេអ៊ីនអឺប្រភេទប្រូតេអ៊ីនដែលធ្វើឲ្យឈាមកកអញ្ចឹងនៅក្នុងសេរ៉ូមគឺអត់មានទេឬក៏អាចមានដែរប៉ុន្តែតិចតួចប៉ុន្តែនៅក្នុង plasma គឺមានច្រើនដោយសារតែវាអត់បានប្រើប្រាស់សេរ៉ូមនឹងនៅក្នុងការប្រកបឈាមទេដោយសារតែយើងរក្សាទុកក្នុងទីបដែលអឺឈាមអត់កកអញ្ចឹងអឺលក្ខខណ្ឌនៅពេលដែលយើងបូម plasma ចេញមកពីទីបដែលយើងបានសង់ទីហ្វុយនៅលើទីបដែលយើងប្រើដែលមានសមាសធាតុប្រឆាំងជាមួយនឹងការកកឈាមហ្នឹងចឹងអាប្រភេទ protein fibrinogen ហ្នឹងគឺវាមាននៅក្នុងហ្នឹងអញ្ចឹងអឺលក្ខខណ្ឌខុសគ្នាគឺបែបហ្នឹងសម្រាប់plasma ហើយនិងសេរ៉ូមហើយយើងក៏មានតកតងមួយនឹងលាមកអញ្ចឹងបរិមាណលាមកដែលសមស្របហ្នឹងសម្រាប់ធ្វើការវិភាគរកវត្តមានប៉ារ៉ាស៊ីតទៅគឺយ៉ាងតិច10ក្រាមសម្រាប់ការវិភាគហើយយើងក៏មានតកតងជាមួយនឹងរយៈពេលនៅក្នុងការដឹកជញ្ជូនមកដល់ lab គួរតែមកដល់ពេលណាអញ្ចឹងបើសិនជាទុកលើសពី24ម៉ោងអឺសុទ្ធលាមកដែលសុទ្ធដែលនៅក្នុងលាមកហ្នឹងគឺវាអាចនឹងញ័រអីចឹងទៅចា៎
អូខេក្រៅពីហ្នឹងគឺយើងមានសំណាក់ស្បែកចាយើងមានសំណាក់ដែលយើងចេញពីសត្វរស់ហ្នឹងគឺមាន genital tract ហើយនិង semen មានន័យថាយើងចេញពីប្រដាប់បន្តពូជសត្វញីឬក៏សត្វឈ្មោលអឺយកចេញពីភ្នែកចា swab ចេញពីភ្នែកក៏ដូចគ្នាជាមួយនឹង nasal discharge អឺសបោទឹកសបោអឺអញ្ចឹងនៅក្នុងទឹកសបោហ្នឹងគឺគេបញ្ចូលទាំងទឹកមាត់ហើយនិងទឹកភ្នែកចូលក្នុងនឹងដែរចាហើយចុងក្រោយគេគឺសំណាក់ទឹកដោះចាអញ្ចឹងខ្ញុំក៏បានបញ្យល់ដែរតើតើមួយនឹងការយកសំណាក់ទឹកដោះហ្នឹងអឺហើយក៏មាននៅក្នុងសំណួរដែរសំណួរមួយដែលនិយាយរឿងការយកទឹកដោះហ្នឹងតើគេត្រូវសម្អាតបែបម៉េចអីបែបម៉េចហ្នឹងណាចាអញ្ចឹងគេសម្អាតចុងដោះហ្នឹងប៉ុន្តែគេអត់ប្រើថ្នាំសម្លាប់មេរោគទេអញ្ចឹងមូលហេតុនៅក្នុងលក្ខខណ្ឌដែលយើងប្រើថ្នាំសម្លាប់មេរោគបាក់តេរីដែលវាឆ្លងកាត់ចុងដោះហ្នឹងចេញមកហើយចុងដោះហ្នឹងវាជាប់ជាមួយនឹងថ្នាំសម្លាប់មេរោគវាធ្វើឲ្យងាប់បាក់តេរីហ្នឹងអញ្ចឹងអាចនឹងយើងធ្វើការបណ្ដុះបាក់តេរីទៅរហូតអត់ឃើញវត្តមានបាក់តេរីហ្នឹងទេអញ្ចឹងគេឲ្យសម្អាតប៉ុន្តែសម្អាតជាមួយនឹងទឹកស្អាតធម្មតាដែលអត់មានប្រើប្រាស់ថ្នាំសម្លាប់មេរោគនៅក្នុងការយកសំណាក់យកមកវិភាគហើយជាទូទៅគេឲ្យយើងអឺគេឲ្យយើងមានន័យថា discard ឬក៏ច្បាច់ចេញណាអាទឹកដោះដំបូងហ្នឹង3 4 5តំណក់អីសិនបន្ទាប់មកចាំយើងយកអាតំណក់បន្តទៀតព្រោះដើម្បីកុំឲ្យមានអាថ្មនៅជាប់ចុងដោះហ្នឹងវាអាចជាអឺ contamination កើតមានឡើងនៅក្នុងលក្ខខណ្ឌយើងអត់ច្បាច់វាចេញអញ្ចឹងគេឲ្យយើងច្បាច់ចុងដោះហ្នឹងចេញសិនដោយបញ្ចេញទឹកដោះហ្នឹងចោល4 5តំណក់អីចឹងទៅហើយតោះមកចាំយើងយកអាទឹកតំណក់បន្តទៀតហ្នឹងសម្រាប់ការធ្វើសំណាញ់អូខេអឺមុននឹងចូលដល់ការយកសំណាក់លើ postmortem ខ្ញុំក៏ចង់បង្ហាញបន្តចាទៅលើសំណួររបស់យើងនៅក្នុង Google Form ខ្ញុំឃើញយកត្បិតតែនៅក្នុង Google Form ឃើញថា submit បានចំនួនច្រើនប៉ុន្តែមានស្ទួនអញ្ចឹងអត់ដឹងថាមានអ្នកណាខ្លះអត់បានធ្វើទេប៉ុន្តែខ្ញុំចង់បញ្ជាក់ថាបន្ទុកហ្នឹងចាបន្ទុកហ្នឹងក៏ខ្ញុំបូកចូលទៅក្នុងបន្ទុកសិក្សារបស់យើងដែរអញ្ចឹងបើសិនជាបងឃើញថាមានឈ្មោះអ្នកណាដែលគាត់បានធ្វើទេជួយជូនព័ត៌មានទៅគាត់បន្ថែមទៀតផងព្រោះខ្ញុំនឹងយកបន្ទុកហ្នឹងដូចគ្នាសម្រាប់ការsubmit ទៅឲ្យរដ្ឋបាលណាចាអូខេអញ្ចឹងទៅលើសំណួរនៅក្នុងGoogle Form ខ្ញុំមានក្រោយពេលចប់ទៅដល់មួយនឹងការប្រមូលសំណាក់ចេញពីសត្វរស់ឬក៏ collecting sample from live animal ហ្នឹងខ្ញុំមានសំណួរជូនបងដែលមានបន្ទុកសរុបចំនួន10អញ្ចឹងសំណួរដំបូងគេគឺមុននឹងយកសំណាក់ចេញពីសត្វដែលមានជីវិតរឿងអីគេដែលយើងត្រូវគិតដំបូងគេអញ្ចឹងយើងមាន storage temperature យើងមាន purpose of sampling យើងមាន type of container ហើយនិង method of shipment អញ្ចឹងទៅទាំងអស់នេះវាគឺជាវិធីសាស្ត្រឬក៏ជាដំណើរការដែលយើងត្រូវគិតដែរឬក៏ត្រូវមាននៅក្នុងការដែលយើងយកសំណាក់ក៏ប៉ុន្តែអីដែលយើងត្រូវគិតដំបូងគេហ្នឹងគឺគោលបំណងនៅក្នុងការយកសំណាក់ព្រោះបើសិនជាយើងអត់ទាន់ដឹងថាយើងគោលបំណងអឺមាននៅក្នុងការយកសំណាក់បែបណាអញ្ចឹងយើងអាចឈានទៅដល់ការរក្សាទុកឬក៏ការដឹកជញ្ជូនបានទេអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយ B purpose of sampling ឬក៏គោលបំណងនៅក្នុងការយកសំណាក់អូខេបន្តទៀតលក្ខណៈជា matching អញ្ចឹងជាផ្គប់ផ្គងអញ្ចឹងយើងមានជួរឆមានblood ឬក៏ឈាមមាន faces មាន skin ហើយនិង eye ហើយជួរដេកគឺយើងមាន conjunctiva swab មានអឺ via penny puncher មានថាតាមរយៈសរសៃវ៉ានចាក់បញ្ចូលតាមសរសៃវ៉ានអឺលាមកស្រស់ចំនួន10ក្រាមហើយនិងការប្រមូលតាមរយៈជីវកាអេពីត្រីយ៉ូមចាំមានថា match ផ្គូផ្គងប្រភេទសំណាក់ជាមួយនឹងវិធីសាស្ត្រយកសំណាក់ឲ្យបានត្រឹមត្រូវអញ្ចឹងប្រភេទសំណាក់ឈាមតើយើងគួរយកបែបណាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺតាមរយៈការបូមតាមសរសៃឈាមវ៉ែនហើយលាមកដែលត្រឹមត្រូវគឺ10ក្រាមចំនួនបរិមាណ10ក្រាមនៅក្នុងការយកសំណាក់លាមកហ្នឹងអឺតមកទៀតគឺ skin សំណាក់ស្បែកអញ្ចឹងសំណាក់ស្បែកទូទៅគឺគេត្រូវអីគេcollect ពី epithelium ឬក៏អឺជាលិកាស្បែកខាងលើចាហើយសំណាក់ប្រភេទសំណាក់ភ្នែកឬក៏ eye គឺយើងយកចេញពី conjunctiva swab យើង swab ចេញពី conjunctiva ឬក៏អឺប្រស័យភ្នែករបស់យើងនៅខាងលើគេហ្នឹងចាចឹងបន្តមកទៀតគឺយើងនិយាយអំពីសំណួរបន្តសួរថាតើជំហានចុងក្រោយនៃការញែកសំណាក់ឈាមហ្នឹងមួយណានៅក្នុងចំណោមទាំង3ហ្នឹងអញ្ចឹងយើងមានទុកឲ្យវាកកនៅក្នុងស្ថានភាពបន្ទប់1ទៅ2ម៉ោងឬក៏ដាក់នៅក្នុងម៉ាស៊ីនសង់ទីហ្វុយ10ទៅ15នាទីដើម្បីញែកសេរ៉ូឬក៏ដាក់ក្នុងទូទឹកកក4អង្សាសេបើសិនជាពជាពេលអញ្ចឹង
ចម្លើយដែលត្រឹមត្រូវគឺអីគេចម្លើយទី2ចាអឺដាក់នៅក្នុងម៉ាស៊ីនសង់ទីហ្វុយ10ទៅ15នាទីដើម្បីញែកសេរ៉ូមព្រោះគោលបំណងរបស់យើងគឺយើងញែកសេរ៉ូមអញ្ចឹង step ចុងក្រោយគេគឺយើងត្រូវដាក់ទៅក្នុងម៉ាស៊ីនសង់ទីហ្វុយដើម្បីញែកសេរ៉ូមសំណួរបន្តអឺតើ anti coagulant ណាដែលត្រូវប្រើនៅពេលដែលយើងយកសំណាតែពិតចម្លើយដែលត្រឹមត្រូវគឺមានពីរមានអ៊ីដេតាផងហេប៉ារីនផងអញ្ចឹងបើសិនជាបងយកអ៊ីដេតាក៏ត្រូវយកហេប៉ារីនក៏ត្រូវដែរពីរនឹងមួយណាក៏ត្រូវដែរចា៎បន្តមកទៀតwhat is the អminimum size of fecal sample required for diagnosis ចឹងសំណួរនេះបើសិនជាបងឆ្លាក់ត្រូវទៀតគឺមានថាអាលើក៏អត់ត្រូវដែរតកតងជាមួយនឹងប្រភេទសំណាកហើយនឹងការយកសំណាកណាចាចឹងចម្លើយដែលត្រឹមត្រូវគឺ C 10ក្រាមចឹងបរិមាណសំណាក់លាមកដែលសមល្មមសម្រាប់ការយកមកធ្វើការវិនិច្ឆ័យហ្នឹងគឺ10ក្រាមចាសរុបបន្តតើមួយណាជាដំណាក់កាលដំបូងនៃការយកសំណាក់ទៅដោះគោចឹងយើងមានចោលត្រដក់ដំបូងយើងមានប្រមូលដាក់ក្នុងកំពង់ស្អាតយើងមានសម្អាតនិងសម្ងួតចុងដោះសិនចឹងដំណាក់កាលដំបូងគឺទី3យើងត្រូវសម្អាតចុងដោះអឺហើយនឹងសម្ងួតវាស្ងួតសិនប៉ុន្តែយើងអត់ប្រើអាល់កុលឬក៏ថ្នាំសម្លាប់មេរោគដូចខ្ញុំបានលើកឡើងចឹងអាល់កុលឬក៏ថ្នាំសម្លាប់មេរោគវាធ្វើឲ្យមានការសម្លាប់បាក់តេរីនៅពេលដែលយើងច្បាច់ទឹកដោះចេញពីចុងដោះមកអញ្ចឹងវាអាចធ្វើឲ្យបាក់តេរីឬក៏មេរោគនឹងងាប់បានអញ្ចឹងយើងអាចនឹងរកឃើញមូលហេតុគឺដោយសារតែយើងបានប្រើប្រាស់ថ្នាំសម្លាប់មេរោគហើយចា៎សំណួរចុងក្រោយគេតើមួយណាជាដំណាក់កាលចុងក្រោយនៃការយកទឹកដោះគោអញ្ចឹងយើងមានអា3ទៅលើវិញដដែលអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយទី2វិញប្រមូលទឹកដោះដាក់ក្នុងកំពង់ស្អាតអញ្ចឹងអាហ្នឹងគឺជាចម្លើយដែលត្រឹមត្រូវអញ្ចឹងសង្ឃឹមថាបងទាំងអស់គ្នាអឺបើទោះបីជាខ្ញុំគាត់ថាចាបើទោះបីជាបងគាត់ថាខ្ញុំរៀងលឿនបន្តិចក៏ប៉ុន្តែនៅពេលដែលបង submit ចូលទៅក្នុង link ហ្នឹង submit ហើយបងចូល view score ទៅវានឹងចូលជាចម្លើយយើងមើលថាតើចម្លើយដែលយើងជ្រើសរើសហ្នឹងវាខុសនៅទីប្រមាណអឺចម្លើយដែលត្រឹមត្រូវមួយណាអីចឹងទៅអញ្ចឹងយើងអាចមើលចម្លើយបញ្ជាក់ភាសាទៀតក្រោយពេលដែលយើង submit ហើយយើងចូលក្នុង view score ចាអូខេអញ្ចឹងសម្រាប់អឺមេរៀនដែលយើងដែលខ្ញុំបានតម្លែកជូនបងតាមរយៈវីដេអូគឺមានប៉ុណ្ណឹងហើយបើសិនជាបងមានបញ្ហាយើងអាចពិភាក្សានៅពេលនេះបានមានបញ្ហាអីហ៎បងទាំងអស់គ្នាមានអីទេអ្នកគ្រូចាអរគុណអញ្ចឹងបើសិនជាអត់អីទេខ្ញុំសូមចូលដល់អឺចាអឺចំណុចទី2ព្រោះចំណុចទី1គឺតកតងមួយនឹង sample collection from live animal ជាពីសត្វរស់ចឹងចូលដល់ចំណុចទី2គឺយើងនិយាយអំពីការប្រមូលសំណាក់ចេញពី postmortem ឬក៏អឺសត្វដែលបានស្លាប់ហើយចាអញ្ចឹងនៅក្នុងការប្រមូលសំណាក់ចេញពីអឺលក្ខខណ្ឌសត្វដែលស្លាប់ហើយឬក៏ postmortem ហ្នឹងអឺគឺគេផ្ដោតសំខាន់ទៅលើភាគច្រើនគឺជាសំណាក់ tissue ឬក៏ជាលិកាអញ្ចឹងនៅក្នុងនេះគេដាក់ថា sample tissue from various organ can be collected during a postmortem examination អញ្ចឹងសំណាក់ជាលិកាជាច្រើនអឺគេអាចប្រមូលចេញតាមរយៈការពិនិត្យឬក៏ការអឺអឺយកចេញពីសត្វដែលស្លាប់ឬក៏ postmortem ហ្នឹងចា detailed procedure for performing a postmortem examination and collection sample are outlined in most pathology textbook អញ្ចឹងក៏មានសៀវភៅ pathology មួយចំនួនដែរដែលគេបាននិយាយអំពីដំណើរការនៅក្នុងការយកសំណាកនៅក្នុងការពិនិត្យសំណាកដែលគេបានចែកឬក៏បានបោះពុម្ពឲ្យជាច្រើនអញ្ចឹងលម្អិតអាចមាននៅក្នុងសៀវភៅ pathology មួយចំនួនដែលមាននៅក្នុងហ្នឹងហើយនៅក្នុងនេះក៏បាននិយាយដែរតកតងជាមួយនឹងអឺអ្នកដែលគាត់ត្រូវយកសំណាកឬក៏គាត់perform នៅក្នុងការ collect sample ហ្នឹងគឺគាត់ត្រូវតែឆ្លងកាត់ដំណាក់កាលtraining ឬក៏បណ្ដុះបណ្ដាលច្បាស់លាស់នៅក្នុងការយកសំណាកឲ្យបានត្រឹមត្រូវទៅលើ postmortem ហ្នឹងបន្តមកទៀតយើងនិយាយអំពីឧបករណ៍ឬក៏សម្ភារៈសំខាន់នៅក្នុងការយកសំណាក់ postmortem អញ្ចឹងគឺយើងមានកាំបិតយើងមាន knife យើងមាន shawl ហ្នឹងអីគេនៅណាអាណាអាព្រោះទូទៅសត្វធំអីគឺត្រូវប្រើអាណា
ដើម្បី A បន្ថែមហើយយើងមានcleaver បង្កោបយើងមានscalpel យើងមានforceps ហើយនិង scissor មានថាយើងមានកបិត knife កបិតចុងស្រួចធម្មតា knife ហ្នឹងណាចាយើងមានអាន no ទៅអាណាយើងមានcleaver បង្កោបយើងមាន scalpel យើងមានថា scalpel ហ្នឹងគឺកបិតវះកាត់ធម្មតាចាកបិតsurgical ចាហើយនឹង forceps ដង្កៀបហើយយើងមាន scissor កត្រៃចាអូខេសម្រាប់កំប៉ុងឬក៏ container ដែលគេប្រើប្រាស់សម្រាប់ការរក្សាទុកសំណាក់ជាលិកាហ្នឹងនៅលើហ្នឹងគឺគួរតែមានជា label ឬក៏ជា report form អញ្ចឹងយើងមានជា label នៅលើហ្នឹងមានថាទៅសេ label ទៅហើយយើងមានជា report form មួយអញ្ចឹងយើងមានជាទម្រង់ report form មួយដើម្បីធ្វើការ submit ជាមួយនឹងសំណាក់របស់យើងហ្នឹងអឺបន្តមកទៀតចាតើតើមួយនឹង container label ហ្នឹង label ដែលគេត្រូវមានតើមានអីគេខ្លះអញ្ចឹងគឺយើងមានdate យើងមានថាមានថ្ងៃខែនៃការយកសំណាក់របស់យើងមាន tissue tab ចាអឺអឺប្រភេទនៃចាប្រភេទនៃជីលីកាយើងមាន animal identification មានន័យថាជាអត្តសញ្ញាណឬក៏ជាព័ត៌មានបន្ថែមរបស់សត្វហ្នឹងដែលយើងគួរតែមាននៅក្នុង label កំប៉ុងសំណាក់ហ្នឹង special media maybe need for transporting field sample អញ្ចឹងសម្រាប់ការដឹកជញ្ជូនសំណាក់transport media ហ្នឹងគឺសំខាន់ខ្លាំងណាស់ព្រោះវាជួយឲ្យសំណាក់របស់យើងអត់ខូចនៅទម្រង់ដដែលហើយលទ្ធផលចេញមកគឺត្រឹមត្រូវដែរព្រោះបើសិនជាយើងដឹកមកតាមផ្លូវអ្នកគ្រូសុំបន្តិចអ្នកគ្រូចាអ្នកគ្រូឡើង container ហ្នឹង animal identify ហ្នឹងអាហ្នឹងចំពោះសត្វលើគោកឬសត្វនៅក្នុងទឹកអឺឈប់សុំម្ដងទៀត lab label report form ហ្នឹងមែនអីហ្នឹងមែនទាំងអស់ហ្នឹងមែនជារួមទៅនៅក្នុងលក្ខខណ្ឌយើងនេះអត់ focus ទៅលើអឺ aquatic ឬក៏ non aquatic ទេគឺ overall ទូទៅធម្មតាខ្ញុំមកជួបទាំងអស់គ្នាពេលនេះអត់និយាយពីមុខវិជ្ជាវារីវប្បកម្មទេជួបលើមុខវិជ្ជា clinical pathology គឺនិយាយអំពីគ្រប់សត្វទាំងអស់ទូទៅធម្មតាអញ្ចឹងឡើងហ្នឹងយើងបំពេញមិនវិញបើឧទាហរណ៍ថាចំពោះសត្វ ចាសុំម្ aquatic ដងណាទៀតកន្លែង animal identification ហ្នឹងអត្តសញ្ញាណរបស់សត្វហ្នឹងបើសិនជាគោយើងមានកវលជាជ្រូកយើងមានកវលជាអញ្ចឹងចាហើយចំពោះសត្វក្នុងទឹកអាហ្នឹងយើងយកព័ត៌មានអីគេអូខេ យើងដាក់នៅក្នុងលក្ខខណ្ឌសត្វក្នុងទឹកយើងអត់មានអឺព័ត៌មានជាក់លាក់ច្បាស់លាស់ទេប៉ុន្តែយើងមានព័ត៌មានជា farm យើងមាន history របស់សត្វមែនអត់ចឹងអាហ្នឹងក៏គេចាត់ចូលជា animal identification ដែរបើទោះបីជាវាមិនមែនជា individual identification ប៉ុន្តែវាជាហ្វូងវាជាអឺ farm ចាវាជាមួយសបកឬក៏មកប្រឡោះដែលគេចិញ្ចឹមនឹងអីចឹងទៅអញ្ចឹងanimal identification គេអត់មាននិយាយ focus តែ individual ទេសំពេលខ្លះវាអាចជា individual identification ពេលខ្លះវាអាចជាវងជាតន័យវងចាអូខេអូខេបាទអ្នកគ្រូចាអរគុណចង់បានអញ្ចឹងបន្តមកទៀតចាអឺ ចាតកតងជាមួយនឹងoperator អ្នកដែលយកសំណាក់គាត់គួរតែមានអីគេខ្លះសម្រាប់ការការពារអញ្ចឹងអ្នកដែលគាត់អឺអនុវត្តនៅក្នុងការយកសំណាក់ហ្នឹងគឺគាត់មានអឺគេហៅថា overall មានការពាក់ការពារខ្លួនពេញលេញណាហើយនឹងមានជាគេហៅថា washable apron ជាអត់ស្គាល់ apron នេះជាអៀមដូចមានថាចេះoverall ហ្នឹងដូចជាអាវសពាក់គេពាក់កាពេលយកសំណាក់ COVID អាហ្នឹងគេហៅថា overall ហើយ washing apron ហ្នឹងគឺ washable apron ហ្នឹងគឺគេមានពាក់ដូចអាវចុងភៅមួយតង់ទៀតសម្រាប់ការយកសំណាក់ហើយគេអាចមានជាអឺ rubber glove ស្រោមដៃហើយនិង rubber boot ស្បែកជើងកវែងប៉ុន្តែគេបែងចែកទៀតអានេះខ្ញុំចង់បញ្ជាក់បន្ថែមទៀតថានៅក្នុងលក្ខខណ្ឌដែលយើងប្រើoverall ឬក៏
rubber glue ឬក៏ rubber boot រួមជាមួយនឹង washing apron ហ្នឹងគេប្រើបែបម៉េចចាតើតើតជាមួយនឹងអឺការយកសំណាកដែលគេសង្ស័យថាវាជា zoonotic disease ឬក៏គេសង្ស័យថាជាជំងឺឆ្លងពីមនុស្សទៅសត្វឬក៏ពីសត្វទៅមនុស្សហ្នឹងចឹងការយកសំណាកទៅលើ postmortem ជាទូទៅគេអាចនឹងអនុញ្ញាតឲ្យធ្វើដែលត្រឹមត្រូវតែម្ដងគឺធ្វើនៅក្នុងbiosafety cabinet ឬក៏លក្ខខណ្ឌមួយចំនួនដែលអាចធ្វើទៅបានទេពាក់ជាមួយនឹងប្រមាណនេះoverall washable apron rubber glove ហើយនិង rubber boot ហើយថែមជាមួយនឹង affection face mask មានថា mask ដែលពាក់សម្រាប់ការការពារហើយជាមួយនឹង eye protection ជាវ៉ែនតាការពារភ្នែកក្នុងលក្ខខណ្ឌដែលយើងអាចអនុវត្តបាននៅក្នុង biosafety cabinet អឺចាចឹងករណីជំងឺអីគេខ្លះដែលគេសង្ស័យថាដែលអាចជា zoonotic disease ចឹងវាអាចជា rabies ឬក៏អាចជា TSE ឬក៏គេហៅថា transmissible spongiform encephalopathic ឬក៏ TSES ជាជំងឺតកតងជាមួយនឹងសត្វគោជាពិសេសចាឬក៏អាចជា brucellosis អីជាដើមក៏អាចឆ្លងមកមនុស្សដែរចាំបើគេសង្ស័យថាជាជំងឺ zoonotic ទាំងអស់ហ្នឹងគេត្រូវពាក់នេះទាំង4នេះមានថាអាវពណ៌សឬក៏គេហៅថាជា overall ជា apron មួយទៀតហើយស្បែកជើងក៏វែងស្រោមដៃរួមជាមួយនឹងថែម mask ហើយនឹងវ៉ែនតាទៀតបើសិនជាយើងអត់អាចអនុវត្តបាននៅក្នុង biosafety cabinet ទេប៉ុន្តែជាទូទៅវាមិនអាចទេខ្ញុំជឿជាក់ហ្មងថាមិនអាចទៅអនុវត្តនៅក្នុង biosafety cabinet បានទេអូខេចង់បញ្ជាក់ដែរZoom ខ្ញុំវាចិត្តដាច់ចេះអញ្ចឹងខ្ញុំនឹងផ្សាយ link ថ្មីជូនបងបន្តទៀតសម្រាប់បន្តចឹងខ្ញុំសូមបញ្ឈប់ប៉ុណ្ណឹងហើយខ្ញុំផ្ញើ Zoom ថ្មីបានទេអ្នកគ្រូអត់ប្រើ Google Meet អ្នកគ្រូអូខេខ្ញុំគិតថាអានេះ visual record អូខេចាំពេលយើងជួបគ្នាសាក្រោយខ្ញុំផ្ញើ Google Meet ប៉ុន្តែឥឡូវនេះខ្ញុំសូមជួបគ្នាប៉ុណ្ណឹងតាម Zoom ហើយមានន័យថាខ្ញុំនឹងផ្ញើ link Zoom ឲ្យបន្តិចទៀតយើងប្រើ Zoom មួយតង់ទៀតទៅដើម្បី visual record ហើយតែប៉ិតមហាវិទ្យាល័យគាត់មាន license ដែរតែខ្ញុំអត់បានសុំ Gmail គាត់អញ្ចឹងទៅបានជាដាច់អ្នកគ្រូ record ឲ្យផ្ញើចូលក្នុងក្រុមមែនចាអ្នកគ្រូសុំគូថនរបស់គូថននៅមាន license ដែរតាអ្នកគ្រូចាដឹងតាបងតែប៉ិតខ្ញុំក៏មានតែខ្ញុំភ្លេច password បាត់